ជំរាបសួរសួស្តីដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំបានទៅដោះមងម្ដងបាទហើយវីដេអូនេះគឺជាវីដេអូទី2ដែលខ្ញុំទៅត្បកត្រីបាទហើយបន្ទាប់មកក៏ខ្ញុំបានទៅដោះមងបាទឥឡូវនេះខ្ញុំបានមកដោះមងបាទនេះដោះមងរបស់យើងគឺត្រីមានគ្រប់ប្រភេទបាទត្រីដែលសម្បូរជាងគេគឺត្រីសបាទត្រីកភ្លៀងអីអត់សូវជាប់ទេដោយសារតែកន្លះមងយើងរាងធំហើយត្រីគឺពេញចិត្តជាងគេគឺត្រីសនេះបងប្អូនហើយបានមកដាក់អាំងដាក់អីហូបជុំគ្នានៅលើទូកពិតជាសប្បាយខ្លាំងមែនទែនបាទហើយឥឡូវនេះខ្ញុំកំពុងតែឲ្យមិត្តភ័ក្ដិដោះបាទមិត្តភ័ក្ដិរបស់ខ្ញុំគាត់គេជាម្ចាស់ដែលគេដាក់អញ្ចឹងណាហើយមកគេច្រើនខ្លាំងមែនទែនបាទហើយវែងបងប្អូនអើយច្រើនដៃខ្លាំងមែនទែនបាទបើស្អីនិយាយរួមទៅប្រហែលជាប្រហែល10ដៃជាងអីដឹងបាទគាត់តែមកចូលមានអា2ហ៊ុនមានអា1ហ៊ុនមានអូគ្រប់ប្រភេទបងប្អូនអើយដោះតែមកយកត្រីហូបតែណាំអស់ទេបាទហើយគេអ្នកនៅទលេអញ្ចឹងគេដាក់គេដឹងថាគេពីរបៀបដាក់អីមិនអញ្ចឹងណាហ្នឹងហើយយើងនៅតែខាងលើកោបាទដល់ពេលយើងបានទស្សនាមើលគេអញ្ចឹងគឺមានអារម្មណ៍ថាយល់ដឹងពីបទពិសោធន៍ខ្លះដែរបាទហើយកំពុងតែថតពុកម៉ែកំពុងដោះបាទត្រីរបស់គេដោះនេះអាឡែងខ្លះវាអត់សូវមានត្រីចាប់ច្រើនដោយសារវាសម្បូរស្លាយពេកបាទហើយបើសិនជាបងប្អូនចង់ដឹងតែបានត្រីច្រើនមិនច្រើនបងប្អូនអាចតាមដានខ្ញុំទាំងអស់គ្នាទស្សនាមើលទៅមុខអញ្ចឹងវីដេអូនៅថ្ងៃខាងមុខអញ្ចឹងគឺដោះត្រីបានច្រើនខ្លាំងមែនទែនបាទហើយត្រីគឺស្រស់ផងមានខ្លះក៏វានៅរាងស្អុយអញ្ចឹងនៅសារតែវាជប់មងវាប៉ះថ្ងៃក្តៅហ្នឹងហើយថ្ងៃស្មាននេះគឺក្តៅខ្លាំងមែនទែនបាទថ្ងៃប្រហែលជាម៉ោង1ម៉ោង2បាទបងប្អូនអើយប៉ុន្តែក្តៅលក្ខណៈថាវាក្តៅចង់ឆេះបងប្អូនហើយឥឡូវនេះកំពុងតែត្រៀមដោះព្រឹបអាននឹងយកទៅធ្វើម្ហូបខ្លះយកទៅចែកគ្នាខ្លះអញ្ចឹងណាហើយខ្ញុំអីមានបានយកបានអីទេដាក់មកហូបជុំគ្នានឹងបាទហើយត្រីរបស់យើងគឺល្អខ្លាំងមែនទេបាទហើយសើបងប្អូនចង់បានចង់អីនេះអូមិនខ្វះទេបងប្អូនហើយឥឡូវនេះខ្ញុំបានមកលេងម្ដងគឺមានអារម្មណ៍ថាលះស្រឡះគូក្បាលវាលក្ខណៈថាយើងវា stress បងប្អូនហ្នឹងហើយពេលយើងបានទៅឃើញអញ្ចឹងយើងបានដើរមើលអញ្ចឹងមានអារម្មណ៍ថាសប្បាយមែនទេបាទហើយចំពោះពួកគាត់នេសាទគឺច្រើនគាត់មានគ្រប់ប្រភេទដែលគាត់ធ្វើអញ្ចឹងណាគាត់អ្នកខ្លះក៏ដាក់មងអ្នកខ្លះក៏ដាក់អ៊ុយអញ្ចឹងណាហ្នឹងហើយបានកូនត្រីអ្នកខ្លះក៏ដាក់រីស្ទូចដាក់អីអញ្ចឹងអូត្រីខ្វះហូបទេបាទខ្វះហូបតែយើងដែរអ្នកនៅលើផ្សារណាដើរទិញត្រីគេបាទដល់ពេលពួកគាត់គឺមិនខ្វះទេបាទហើយសម្រាប់ខ្ញុំនេះមានពុំម៉ាក់ម្លេងអញ្ចឹងគឺស្រួលបើថាចង់បានអីតែលេងទេពួកវាមកផ្លេតអីអញ្ចឹងបានយកមកហូបបានអីតែកម្លាំងញើសឈាមគេយើងមិនទៅយកទាំងភ្លាមអញ្ចឹងបានដែរយើងតែមានអីដោះដូរឲ្យលុយគាត់ទិញអីគាត់អញ្ចឹងណាហ្នឹងហើយឥឡូវនេះត្រីរបស់យើងដោះបានប្រហែលជាមួយចំនួនដែរបាទនេះត្រីល្អខ្លាំងទេបងប្អូនអើយហើយវីដេអូតទៅមុខទៀតបើសិនបងប្អូនចង់ដឹងថាដោះបានច្រើនប៉ុណ្ណាបងប្អូនអាចតាមដានទស្សនាដល់គ្នាបាទអូសោរបស់យើងបាទអ៊ុយបាទខ្ញុំទៅមកនេះទៅ